មកដឹងពីព័ត៌មានខ្លះៗទាក់ទងទៅនឹងការប៉ះទង្គិចគ្នាដោយមានការផ្ទុះអាវុធនៅច្រកព្រំដែនរវាងទាហានកម្ពុជាជាមួយនឹងថៃជំរាបសួរប្រិយមិត្តទាំងអស់គ្នាទាហានខ្មែរនិងថៃបានបើកការបាញ់ប្រហារគ្នាក្នុងរយៈពេលខ្លីស្ថិតនៅក្នុងតំបន់ចំនួនតាមព្រំដែននៅថ្ងៃពុធនេះបើយោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មានAP និងបណ្ដាញសារព័ត៌មានរបស់ប្រទេសថៃសេចក្តីថ្លែងការណ៍ពីភាគីថៃបានលើកឡើងថាទាហានខ្មែរបានចូលទៅក្នុងតំបន់ព្រំដែនមានចំនួនហើយទាហានរបស់ខ្លួនបានចូលទៅចរចានិងហាមឃាត់ប៉ុន្តែទាហានខ្មែរបានបើកការបាញ់ប្រហារដែលបណ្ដាលឲ្យទាហានថៃត្រូវបាញ់តបតការពារខ្លួនវិញបាទប្រិមិត្តដែលឡែកយើងពិតជាចូលរួមសោកស្ដាយដោយសារទាហានខ្មែរយើងម្នាក់មានឈ្មោះថាសួនរ៉ូនអាយុ48ឆ្នាំគឺមានទីលំនៅក្នុងភូមិកំពេញឃុំយាងស្រុកជាំខ្សានខេត្តព្រះវិហារនិងជាទាហានឈរជើងនៅតំបន់ព្រំដែនមុំបីបានស្លាប់នៅក្នុងការផ្ទុះអាវុធជាមួយនឹងទាហានថៃនៅព្រឹកថ្ងៃទី28ខែឧសភានេះដោយសាច់ញាតិម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់ថាបច្ចុប្បន្នពិធីបុណ្យសពឲ្យលោកសួនរ៉ូនកំពុងតែធ្វើនៅក្នុងបន្ទាយទាហានកងពលលេខ9យ៉ាងណាមិញបើយោងតាមការបញ្ជាក់ពីឧត្តមសេនីយ៍តូម៉ៅផល្លាអ្នកនាំពាក្យកងទ័ពជើងគោកម្ពុជាប្រាប់សារព័ត៌មានថាមកទល់ពេលនេះមេបញ្ជាការខ្មែរថៃក្នុងតំបន់ផ្ទុះអាវុធមុំបីគឺបានជួបចរចាគ្នាហើយមន្ត្រីជាន់ខ្ពស់នៃកងទ័ពកម្ពុជាដដែលនេះក៏បានអះអាងថាពិតជាមានការផ្ទុះអាវុធមួយប្រាវមែននៅព្រឹកថ្ងៃទី28ខែឧសភានេះលោកឧត្តមសេនីយ៍ក៏បានបញ្ជាក់ថាភាគីខាងថៃគឺបានផ្ទុះអាវុធមុនហើយក៏រត់យើងកំពុងល្បាតយើងការពារភូមិយើងបាទអញ្ចឹងខាងប្រទេសថៃខាងសារព័ត៌មានបានចោទថាខាងកម្ពុជាយើងជាអ្នកផ្ទុះអាវុធមុនប៉ុន្តែដោយយោងទៅតាមឧត្តមសេនីយ៍តូម៉ៅផល្លាបានបញ្ជាក់ថាខាងថៃទេដែលជាអ្នកផ្ទុះអាវុធមុនបាទប្រិមិត្តដែលឡាយភាគីខាងថៃបាននិយាយថាពុំមានទាហានរបស់ខ្លួនណាម្នាក់បានស្លាប់នៅក្នុងហេតុការណ៍ប្រយុទ្ធគ្នានោះទេរដ្ឋមន្ត្រីការពារជាតិថៃលោកភូមិធម្មវេឆាយាឆៃបាននិយាយថាភាពតានតឹងត្រូវបានដោះស្រាយហើយបញ្ជាក់ថាកងទ័ពប្រទេសទាំងពីរគ្មានចេតនាចង់បាញ់ប្រហារគ្នានោះទេ